សូមជួយដល់ខ្ញុំផងព្រោះខ្ញុំក្រប្របាប្តីក៏ឈឺទៀតដាំបាយណាជាបឋមអង្គខ្ញុំបកករណាក៏សូមនមស្ការចំពោះប្រជុំ3នៃបត្រៃរតដែលជារដ្ឋដ៏ដងឧត្តមប្រសើរលើសលោកសពកាលមួយលើកក៏សូមនមស្ការចំពោះលោកម្ចាស់គ្រប់ព្រះអង្គសូមចម្រើនពរញាតិញោមពុទ្ធបរិស័ទទីចិត្តទីឆ្ងាយជាពិសេសដោយក្នុងវេលាឱកាសថ្ងៃនេះដែលត្រូវនឹងថ្ងៃ14កើតខ្នាតខែចេសឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ត្រូវនៅថ្ងៃសៅរ៍ទី30ខែឧសភាឆ្នាំ2026ដោយខ្ញុំគណៈអាត្មាភាពដែលជាគណៈគ្រប់គ្រងនៅក្នុងអារាមដ្ឋានវត្តសាមគ្គីមានជ័យហៅវត្តទួលជ័យរួមថ្ងៃនេះរួមជាមួយនឹងលោកប្អូនគ្រប់ព្រះអង្គជាមួយនឹងកូនសិស្សកូនសេកទាំងពីរនាក់ដោយតំណាងឲ្យញោមស្រីមេឃុំសហការីនៅក្នុងភូមិទួលជ័យទាំងមូលឃុំព្រះស្ដេចដោយថ្ងៃនេះក៏បានពំនាំនៅតេយ្យទានមានប្រមាណប៉ុណ្ណេះដូចញាតិញោមឃើញស្រាប់ដោយតេយ្យទានទាំងអស់នេះសុទ្ធសឹងបានមកពីសទ្ធាជ្រះថ្លារបស់ញាតិញោមពុទ្ធបរិស័ទនៅក្នុងភូមិដែរទេហើយជាពិសេសនោះគឺបូករួមជាមួយនឹងញោមស្រីអ៊ីហានព្រមទាំងញោមប្រុសសេងព្រមទាំងញោមស្រីវ៉ាន់ឌីកូនចៅប្រុសស្រីដែលរស់នៅក្នុងរដ្ឋ Ireland សហរដ្ឋអាមេរិករួមផ្ញើជាបច្ច័យឬមួយក៏តេយ្យទានតាមរយៈបងជាងហុកព្រមទាំងភរិយាបានយកមកប្រគេនដល់វត្តសាមគ្គីមានជ័យឥឡូវនេះខ្ញុំគណៈអាត្មាភាពជាគណៈគ្រប់គ្រងក៏បាននាំនៅតេយ្យទាននេះសម្រាប់យកមកធ្វើបុណ្យជាបន្តដល់ថ្ងៃនេះអាត្មាភាពក៏បានចុះមកសួរសុខទុក្ខនៅក្នុងក្រុមគ្រួសារញោមដែលមានឈ្មោះថាបងញោមប្រុសឈ្មោះថាកុងម៉ៅបច្ចុប្បន្នហ្នឹងគឺ51ឆ្នាំហើយទៀតហើយញោមស្រីពនាមឋានថនអាយុ43ឆ្នាំដោយនៅក្នុងបន្ទុកគឺមានកូនចៅហ្នឹងគឺ2នាក់2នាក់ហើយដោយសពថ្ងៃនេះក៏មានការអាណិតអាសូរដល់ក្រុមគ្រួសារញោមដែលឃើញថានេះគឺជាកន្លែងដែលគេហដ្ឋានញោមញោមណាហ្នឹងហើយកន្លែងគាត់រស់នៅសប្តាហ៍ថ្ងៃហ្នឹងគឺមិនទាន់មានជាលំនៅឋានអីបានល្អស្អាតទេដូចជាញោមឃើញស្រាប់អញ្ចឹងណាញោមណាហ្នឹងហើយមួយសប្តាហ៍ថ្ងៃញោមប្រុសកុងម៉ៅក៏មានជំងឺហ្នឹងតោងខ្លួនទៀតញោមណាជំងឺទឹកនោមផ្អែមដូចញោមឃើញស្រាប់ណាហ្នឹងហើយជាពិសេសដោយមានញោមស្រីចេះតែបេះបោចទៅនេះទៅនោះដើម្បីយកមកចិញ្ចឹមជីវិតដើម្បីបន្តដំណើររស់តទៅមុខទៀតអញ្ចឹងទេមុននឹងជូននៅសម្ភារៈថ្ងៃនេះគឺអាត្មាភាពក៏បានរៀបចំជាអង្គមានអង្គមានមុងមានភួយមានកន្ទេលមានសម្ភារៈដូចជាចក្រានចានឆ្នាំងព្រមទាំងបច្ច័យ4បន្តិចបន្តួចសម្រាប់ញាតិញោមនឹងប្រគេនដែរទេនឹងហើយយកមកចែកគ្នាទេណាចែកគ្នារស់តែមុននឹងជូននៅសម្ភារៈឬមួយក៏តេយ្យទានទៅដល់ញោមនោះសូមសម្ភាសញោមមកបន្តិចហ្នឹងហើយសម្ភាសញោមមកបន្តិចទៅកែលោញាតិញោមពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសមានសទ្ធាចូលរួមជួយដល់បងប្រុសបងស្រីបងប្រុសបងស្រីអញ្ចឹងញោមសប្តាហ៍ថ្ងៃនេះញោមមានមតិទៅការញាតិញោមពុទ្ធបរិស័ទមើលថាសប្តាហ៍ថ្ងៃនេះការជីវិតនៅក្នុងការរស់នៅសប្តាហ៍ថ្ងៃហ្នឹងយើងប្រកបមុខរបរអ្វីហើយមានការលំបាកយ៉ាងណាចំពោះជីវិតសប្តាហ៍ថ្ងៃហ្នឹងហើយក្នុងខ្លួនហ្នឹងមានជំងឺអីយ៉ាងណាសូមញោមរាយរាប់ប្រាប់ទៅកាន់ញាតិញោមពុទ្ធបរិស័ទដែលគាត់កំពុងតែតាមដាននៅក្នុងបណ្ដាញសង្គមបន្តិចទៅទៀតបាទរើអីក៏មិនបានធ្វើអីក៏មិនកើតទៅមិនរួចគេនៅតែក្នុងផ្ទះបានប្រពន្ធរើនេះរើនោះតិចតួចយកមកហូបឃើញថាញោមប្រុសគាត់មានជំងឺប្រចាំកាយទឹកនោមផ្អែមញោមណា
ទឹកនោមផ្អែមហ្នឹងរយៈពេលម៉ានឆ្នាំហើយទៅ ว่าជា5 6ឆ្នាំ 5 6ឆ្នាំហើយញាតិញោមប្រុសស្រីណាទឹកនោមផ្អែមហ្នឹង5 6ឆ្នាំហើយដូចគាត់មានប្រសាសន៍អញ្ចឹងថាបើញោមស្រីណាព្រមទាំងកូនខាងក្រោយទេណារោដើម្បីចិញ្ចឹមជីវិតនោះហើយសប្តាហ៍ថ្ងៃនេះនៅអត់ទាន់មានលំនៅឋានអីល្អស្អាតទេញោមណោះ នៅតនមានតែរើអីអត់បានបើឈឺ ណាដោយនេះឃើញផ្ទះរបស់គាត់ខ្ញុំណាផ្ទះរបស់បងប្រុសម៉ៅព្រមទាំងបងស្រីថនព្រមទាំងកូននៅខាងក្រោយនេះអញ្ចឹងដោយការរស់នៅសប្តាហ៍ថ្ងៃរបស់ក្រុមគូសាញោមគឺថាលំបាកណាស់ញាតិញោមប្រុសស្រីហើយហ្នឹងហើយរកព្រឹកខ្វះល្ងាចរកល្ងាចខ្វះព្រឹកអញ្ចឹងទេតែក៏សូមញាតិញោមប្រុសស្រីលោកម្ចាស់គ្រប់ព្រះអង្គណាទៀតណាដែលមានចិត្តជាបុណ្យចិត្តជាសទ្ធាណាបើសិនជាមានចិត្តជាបុណ្យជាសទ្ធាអាចចូលរួមជួយជាកម្លាំងគាំពីអីដល់គាត់ផងទៀតណាហ្នឹងហើយដែលបងប្រុសម៉ៅព្រមទាំងបងស្រីថនរស់នៅក្នុងភូមិទួលជ័យឃុំព្រះស្ដេចស្រុកព្រះស្ដេចខេត្តព្រៃវែងទៅណាហ្នឹងហើយតាមរយៈខ្ញុំកណាតផ្ទាល់តែម្ដងដោយថ្ងៃនេះដោយឃើញពីជីវភាពបងប្រុសបងស្រីទាំងពីរហ្នឹងគឺថាលំបាកលំបិនអញ្ចឹងទេក៏មាននៅសម្ភារៈមួយចំនួនទាំងអស់នេះបន្តិចបន្តួចស្ទួយស្ដាយនេះជូនទៅដល់ខ្ញុំប្រុសខ្ញុំស្រីសម្រាប់ចាត់ចែងតាមការគូចាត់ចែងតាមការគូហើយនៅក្នុងនោះក៏មានជាបច្ច័យ4បន្តិចបន្តួចហើយខ្ញុំកណាអាត្មាភាពមានជាសម្ភារៈមួយចំនួនព្រមទាំងបច្ច័យបូករួមទៅនឹងទៅលោកប្អូនបច្ច័យទាំងអស់នេះបានពីញាតិញោមប្រុសស្រីបានប្រគេនដែរទេហើយសូមចម្រើនពរដល់ញាតិញោមប្រុសស្រីថាបើសិនជាញាតិញោមទេណាចង់ជួយទៅដល់បងប្រុសកងម៉ៅដែលមានបច្ចុប្បន្នអាយុនឹង51ឆ្នាំដែលគាត់សប្តាហ៍ហ្នឹងគឺមានជំងឺទឹកនោមផ្អែមផងប្រចាំកាយរហូតដល់6ឆ្នាំមកទៀតណា6ឆ្នាំហើយมันមានត្រាំសង្កូវឯណានេះមួយហ្នឹងគេថាបានព្យាបាលអីទឹកដល់នោះទេលំបាកណាស់ទេណាលំបាកណាស់ហើយក៏សូមប្រតិយកនៅវីដេអូនេះសម្រាប់ញោមពុទ្ធបរិស័ទទេណាដែលមានចិត្តជាបុណ្យចិត្តសទ្ធាអាចចូលរួមជួយតាមរយៈខ្ញុំកណាក៏បានតាក់ទងតាមរយៈបងស្រីមេឃុំក៏បានដែរទេណាហើយជាចុងក្រោយនេះសូមបកគលទៅសម្ភារៈមួយចំនួនដល់បងអរគុណបងកាន់បងប្រុសហ្នឹងហើយមកអូនកាន់លោកគ្រូមកសូមអនុមោទនាបន្តអំពីការសួរនាំពីជីវភាពរស់នៅសប្តាហ៍ថ្ងៃរបស់ខ្ញុំប្រុសខ្ញុំស្រីចាប់សាប់គ្រប់ទៅហើយនោះជាកិច្ចចុងក្រោយសូមមតិពីបងប្រុសក៏បានបងស្រីក៏បានតាក់ទងទៅនឹងការជូនបុណ្យជូនកុសលទៅកាន់លោកយាយលោកតាជាពិសេសម្ចាស់ជំនួយដែលនៅខាងក្រៅប្រទេសមានមតិយ៉ាងណានៅភាពអរគុណបាទខ្ញុំសូមអរគុណបងប្អូននៅក្រៅប្រទេសបានញោមប្រុសខ្ញុំស្រីគាត់និយាយបង្កើតវានិយាយជាល្អល្អួរក្នុងចិត្តដែលឡើងកំសួរតែតាក់ទងទៅនឹងជីវភាពខ្លួនឯងហ្នឹងគឺថាលំបាកលំបិនជាចុងក្រោយសូមជូនបុណ្យជូនកុសលសម្រាប់ញាតិញោមប្រុសស្រីដែលនៅក្រៅប្រទេសជាពិសេសបងប្រុសជើងហុកហើយញាតិញោមប្រុសស្រីនៅក្នុងភូមិផងបានចូលរួមជាសម្ភារៈតាមរយៈខ្ញុំកណាអាត្មាភាពហើយប្រគេនពរប្រគេនជ័យដល់ម្ចាស់ជំនួយនៅក្រៅប្រទេសជាពិសេសញាតិញោមប្រុសស្រីទាំងអស់នៅជូននៅមហាកុសលទាំងអស់នេះជូនទៅដល់ប្រសពប្រសង់ខ្មែរគ្រប់ចំនួនជាពិសេសជូនបុណ្យជូនកុសលមហាកុសលនេះជូនទៅដល់ព្រះបរមរតនកោដ្ឋព្រះមហាក្សត្រខ្មែរគ្រប់ចំនួនឧទ្ទិសនៅមហាកុសលនេះជូនទៅដល់វីរៈកងទ័ពដែលបានពលីជីវិតការពារជាតិមាតុភូមិដើម្បីប្រសាសនាទឹកដីកម្ពុជារបស់យើងសូមជូនបុណ្យជូនកុសលដល់ពពួកសាសទាំងអស់ញាតិកាញាតិកាញាតិនៅក្នុងសង្សារវដ្តសូមឲ្យបានជាចំណែកបុណ្យស្មើគ្នាជាបច្ច័យដោយផុតចាកទុកទាំងអស់អង្គទាំងអស់គ្នាសូមអនុមោទនា